ទេវតាដោយថ្នាក់ទី9មើលថ្ងៃនេះទៅយើងប្រហែលជាទុកជីវិតនៅទីនេះហើយទោះបីជាស្លាប់ជីវិតចុងក្រោយក៏ត្រូវតែប្រយុទ្ធដែរចូលទាំងអស់គ្នាបើជាមិនធម្មតាសម្រាប់ទាំងអស់ឲ្យយើងទៅគ្រាន់តែជាសត្វសមោចនឹងចែកភាគខាងកើតហ៊ានធ្វើបែបនេះនៅក្នុងតាសៀរបស់យើងមិនមែនទេប្តីរបស់ខ្ញុំគាត់ខ្លាំងយ៉ាងនេះសំណួរមួយនេះអ្នកនាងលីងអឺគួរតែសួរខ្លួនឯងទៅខ្ញុំនិយាយនេះមិនមែននោះទេនិយាយលេងសើចទេអ្នកនាងលីងអឺនាងរកបានមនុស្សប្រុសពេលនេះទេវតាគ្រូបានចេញសម្ដែងហើយតើមានរឿងអីកើតឡើងទីនេះជាកន្លែងណាតើសើខុងអ្នកភ្ញាក់ដល់ខ្លួនហើយតើមានរឿងអីកើតឡើងជាថងគឺឯងទៀតហើយប្រគល់ជីវិតមកនាងទៅដោះវេទមន្តអាយ៉ងចេញពីខ្លួនត្រូវប្រុងប្រយ័ត្នបន្តិចមិនអាចប្រើធម្មពលទេជាហងឡងគេទៅសម្រាប់ទៅតាសើខុងនាងទៅសម្រាប់ម្ខាងទៅខ្ញុំបញ្យល់ប្រាប់នាងនៅពេលក្រោយតាសើខុងមិនធ្វើជាជនក្បត់ទេគាត់នៅតែជាតាសើខុងដដែលពិតជាល្អហើយខ្ញុំជឿថាតាសើខុងរបស់យើងគាត់មិនមានជំនុំភេទនេះទេតាសើខុង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 កូនឆ្កែសាយស្អីឯងអាក្រក់ណាស់ឯងត្រូវបំផ្លាញហើយថ្ងៃនេះជាថ្ងៃសាររបស់ឯងមកដល់ហើយចាំទទួលទៅមែនទេពួកឯងប្រកាសជាស្មានថាថ្ងៃនេះជាថ្ងៃពិធីបូជាឋានសួគ៌ហើយមើលទៅនោះបានន័យថាម៉េចហ្នឹងបាញ់មិញគ្រាន់តែកំដរពួកឯងលេងទេពេលនេះពិធីបូជានៅឋានសួគ៌ទើបតែចាប់ផ្ដើមអ្នកទាំងអស់គ្នាកុំភ័យអសោះនេះគ្រាន់តែជាកម្មវិធីយើងប្រាប់ការយកចិត្តទុកដាក់និងរក្សាគំនិតរបស់យើងកូនឆ្កែនេះហើយជាអ្វីដែលពួកឯងមានមើលទៅពួកឯងស្មានថាវាពិតជាការបំផន់មែនទេហេតុអីក៏ពួកឯងមិនយល់ងាយក្បាលមើលទៅលើមិនទៅនឹងយល់ហើយមិនក៏ព្រះអាទិត្យច្រើនម្លេះហើយយីឆាប់ចេញមកបាញ់ព្រះអាទិត្យនេះទៅទាំងអស់គ្នាកុំភ័យខ្លាចទីនេះមិនមែនពិភពលោកពិតប្រាកដទេវាគ្រាន់តែជាការសម័យដ៏អាថ៌កំបាំងតែប៉ុណ្ណោះទេក៏ប៉ុន្តែពួកយើងចូលមកដោយរបៀបណាខ្ញុំយល់ហើយពេលដែលយើងចូលមកក៏ជាការសម័យរបស់ពួកយើងទាំងអស់គ្នាដែរកូនឆ្កែក៏ក្បាលពួកឯងមានបញ្ហាមែនទេឬមកក៏ប្រោទីកន្លែងអតិថិជនគ្នាឆ្នាំមែនទេពិភពនៃព្រលឹងពិតជាពិភពមួយផ្សេងទៀតវាមិនប៉ះពាល់ដល់ការបណ្ដោះឡើយប៉ុន្តែវាមានមិត្តភក្តិម្នាក់ពិតជាចូលចិត្តទីកន្លែងនេះទេវតាបិសាចបង្ហាញខ្លួនមកទាំងអស់គ្នាប្រយ័ត្នគឺបិសាចពីមុនយើងត្រូវបានគេចាប់ឃុំបិសាចនៅឋាននរកទើបមានហេតុអីក៏បង្ហាញខ្លួននៅគឺថាកន្លែងនេះគឺជាប្រភពនៃការសម័យពួកយើងថ្ងៃនេះមានបញ្ហាហើយលើថាជុងពពោគឺអញជាអ្នកគោបំបាច់មែនទេត្រូវហើយបើអញ្ចឹងឲ្យដឹងទេមិត្តភក្តិរបស់ខ្ញុំនេះគឺជានរណាទេវតាបិសាចសុខសប្បាយទេព្រះស្ដេចយើងរងចាំថ្ងៃនេះជាយូរណាស់មកហើយពេលមុនយើងលើកលែងជីវិតឲ្យឯងមិនក៏ឯងមិនឆាប់លុតជង្គង់អរគុណដែលយើងមិនសម្លាប់ឯងព្រះស្ដេចយើងគិតថាឯងប្រហែលជាភ្លេចរឿងមួយហើយនិយាយមកមើលកាលពេលមុនព្រះស្ដេចប៉ុន្តែពេលនេះរឿងកាយគឺជាមនុស្សលោកយើងមិនចាំបាច់ឯងស្លាប់ដល់ងាយស្រួលទេច្បាយដូចជាសមោចអញ្ចឹងទេវតាបិសាចកាលពេលមុនឯងលុតជង្គង់របស់យើងទើបយើងដោះលែងឯងឬមួយពេលនេះចង់យកគុណសងទុំមែនទេនោះគឺឯងល្ងងថ្ងៃនេះជាថ្ងៃសាររបស់ឯងហើយយើងនឹងកំទេចឯងខ្លាចទៅជាភ័យឲ្យឯងទៅចាប់ចិត្តសាច់ជាថ្មីលោកនេះពិចារស្ដេចគ្រូចាប់រត់ទៅលីចេញកុំទៅchếtមនុស្សតាសៀមានតែប្រយុទ្ធស្លាប់គ្មានអ្នកណាចោះចាញ់ទេទាំងអស់គ្នាចូលទៅជាមួយខ្ញុំលោកប្តីបិសាចយ៉ាងម៉េចហើយមិនដែរទេតាមពិតក៏រឿងកាយមនុស្សលោកមិនក៏មានកម្លាំងខ្លាំងក្លាម្ល៉េះច្រើនឆ្នាំកន្លងទៅខួរក្បាលជ្រុលរបស់ឯងគ្មានការរីកចម្រើនបន្តិចសោះឯងបង្ហាញខ្លួននៅក្នុងពិភពសមាសម័យយើងមានរឿងអីដែលមិនអាចនៅក្នុងពិភពសមាសម័យជាធម្មពលរាងកាយអតិទេពណាធម្មពលអតិទេពគួរឲ្យចម្លែករូបរាងគាត់បែបនេះធ្លាប់ឃើញនៅកន្លែងណាបិសាចទេវតារងចាំស្លាប់ទៅជប់សិនហើយមើលតើនេះជាស្អីវិបោហើយជានិមិត្តសញ្ញានៃសញ្ញាខ្មោចទៅនិមិត្តសញ្ញានៃសញ្ញាខ្មោចជាទាហានឋាននរកគេអាចប្រមូលទាហាននៅឋាននរករាប់សែនអ្នកបានព្រះស្ដេចថ្ងៃនេះបាយដោះលែងយើងនឹងឲ្យអ្នកនៅទីនេះចាក់ចេញពីទីនេះតែបាយហ៊ានប៉ះពាល់ខ្ញុំនឹងឲ្យទាហាននរក 100000 នាក់តាមសម្រាប់មនុស្សឲ្យអស់ពេលនោះឋានសួគ៌បន្ទោឯងជាមួយនឹងយើងនឹងខ្លាចទៅជាភ័យហើយពួកយើងទៅតែស្គាល់គ្នាប្រហែលថ្ងៃទេឯងគួរត្រង់ហើយមនុស្សដូចជាយើងស្អប់បំផុតគឺការគំរាមយើងនឹងថាមិនខ្លាចស្លាប់ប៉ុន្តែត្រូវគិតឲ្យច្បាស់ពេលដែលឋានសួគ៌ស្ដីបន្ទោមនុស្សទាំងអស់នៅទីនេះព្រមទាំងទេធីតាលីងរបស់ឯងនឹងខ្លាចទៅជាភ័យមិនអាចចាប់ចិត្តសាច់ជាថ្មីទេលោកប្តីទោះជាខ្ញុំមិនដឹងថាគេនិយាយស្អីប៉ុន្តែកុំរវល់នឹងខ្ញុំសុខចិត្តស្លាប់ជាមួយបងប្រជាជនតាសៀយើងមិនចោះចាញ់ឡើយហេតុអីក៏ខ្លាចសេចក្តីស្លាប់អញជាបិសាចឬក៏ខ្មោចប្រជាជនតាសៀយើងនឹងមិនខ្លាចអញទេប្រជាជនតាសៀយើងមិនខ្លាចស្លាប់ទេគឺមិនខ្លាចស្លាប់ទេបើអញ្ចឹងក៏បន្ទោយើងដុតសម្លាប់ទាំងអស់ទាហានខ្មោចស្ដាប់បញ្ជាសម្លាប់មនុស្សលើផែនដីនេះទៅថ្ងៃនេះពិភពលោករងទុកដោយសារតែឯងម្នាក់នេះគឺជាអ្នកទោសនៅលើโลกនេះហើយយើងរំលឹកឯងបន្តិចយល់ឯងពេលនេះគួរតែមើលតើស្ថានភាពក្នុងពិភពមនុស្សមានសភាពយ៉ាងណាបើអញ្ចឹងយើងនឹងឲ្យឯងមើលឋាននរកនៅលើផែនដីនេះទៅយោ
នេះហើយដែលឯងនិយាយនោះថានរកនៅលើផែនដីមើលក៏ទៅជាអញ្ចឹងឯងបានធ្វើស្អីខ្លះទៅចង់ថាធ្វើស្អីហ៎គួរតែសួរបងប្អូនយើងទៅប្រំចាស់ទី3គួរតែចេញមកសម្ដែងហើយប្រំចាស់ទី3នេះស្ដេចនេះអីកូនមេសាចអរគុណធាន100000របស់ឯងយើងមិនអាចព្រួយបារម្ភអំពីការវាយតម្លៃរបស់ឯងបានទេក្នុងនាមឯងជាទេវតាឯងមិនខ្លាចបំពេញច្បាប់ឋានសួគ៌ទេអីក្នុងខួរក្បាលឯងឈួតហើយទីនេះគឺពិភពសម័យឯងអាចរករឿងយើងរឿងអីដែលយើងមិនអាចមកទៅហ៎បងប្អូនល្អខែក្រោយគឺខួបកំណត់5000ឆ្នាំរបស់ឯងខួបកំណត់របស់ឯងតែយ៉ាងម៉េចអរគុណរបស់ព្រះស្ដេចលទ្ធផលទាហានខ្មោច100000នាក់បូកនឹងទេវតាបិសាចម្នាក់ទៀតឆ្នាំនេះនៅឋានសួគ៌មានរង្វាន់សម្រាប់បុគ្គលិកគំរូល្អប្រកបជាបានល្បីឈ្មោះសំខាន់លំបំប្រស្រេចខ្ញុំគួរតែត្រឡប់ទៅឋានសួគ៌ដើម្បីទទួលរង្វាន់ហើយយើងទៅមុនហើយឯងឆាប់ត្រឡប់ទៅវិញយើងចាំពួកឯងជាមួយគ្នាណែពិភពសម័យរលាយបាត់អស់ហើយឆ្កែនឹងចាំខាងកើតឥឡូវដល់ពេលឯងហើយណែពួកឯងកុំចូលមកមិនអញ្ចឹងទេយើងនឹងសម្រាប់ពួកគេហើយលេងឆាប់ប្រាប់ពួកគេទៅកុំឲ្យពួកគេព្រាយប្រាឲ្យសោះណាបងស្រីជួយផងលើចេញហៅនិយាយថាគ្រូទេវតាចង់បានគុជបេខេនេះឥឡូវលោកទទួលយកចាលេងបងមានការងារត្រូវធ្វើទៀតណាបន្តិចទៀតអូនទៅមុនជាមួយនឹងតាសឹកខុងចុះណាថ្ងៃក្រោយនឹងមានឱកាសល្អទៀតកុំឲ្យរករឿងគ្នាទៀតឲ្យសោះណាដឹងទេលេងសិងបងជប់សិនខ្ញុំបានដឹងអស់ហើយហ៎ណែអូនដឹងអស់ហើយមាញ់មានមនុស្សម្នាក់ហៅខ្លួនឯងថាលោកគ្រូជាងហើយនិយាយប្រាប់ខ្ញុំអស់ហើយខ្ញុំដឹងអស់ហើយអាមាត់ធំជាងជឿននេះចំមែនហើយបងកុំនិយាយស្ដីឲ្យគាត់ទៀតបើបងដើម្បីខ្ញុំខ្លាយទៅជាផេះនោះទៅជាខ្ញុំខ្លាយទៅជាទេពអប្សរខ្ញុំក៏ផ្ដាច់និស័យធម្មតាបានតែនេះជាកំហុសរបស់ខ្ញុំដែលបងផ្ដល់ឲ្យមិនមែនចង់ឲ្យអូនខ្លាយជាទេពអប្សរទេឲ្យតែបាននៅជាមួយអូនគ្រប់វិនាទីគឺបងពេញចិត្តណាបងពេញចិត្តយ៉ាងខ្លាំងយ៉ាងម៉េចហ្នឹងរឿងទេវតាបងនិយាយចាប់ហើយបងលួចមើលខាងអើមកទឹកនោះយ៉ាងម៉េចទៅនោះសិតតែស្រីកំណាន់ទេអាចចង្រៃនោះនិយាយព្រាយផ្ដាតាមពិតទៅបងស្អីក៏មិនបានឃើញដែរអូបងន័យថាបងបានលួចមើលទៅវិញលុតជង្គង់លើបន្ទះបងអើយស្រាលបន្តិចប្រពន្ធសម្លាញ់បងដឹងខុសហើយ